Ok, thuaស្ដីបងប្អូនអរគ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបនៃការលក់ USDT ណាអញ្ចឹងករណីបងប្អូនមានកាក់នៅក្នុង Binance ឬក៏ convert ពីកាក់ផ្សេងៗមក USDT យើងចង់លក់វាធ្វើតាមវិធីនេះបានណាអញ្ចឹងដំបូងធ្វើការ login ចូល Binance មកបន្ទាប់មកទៀតបងប្អូនចូលមកត្រង់កន្លែងពាក្យថា asset ណានៅខាងស្ដាំដៃខាងក្រោមគេហើយបងប្អូនចុចលើពាក្យថា spot មើលលុយរបស់បងប្អូនណាវានៅក្នុង spot ឬក៏ funding sell បានដូចគ្នាយើងធ្វើការលក់បានដូចគ្នាបន្តទៀតបងប្អូនចូលកន្លែង P2P មាញ់បាទ P2P នេះគឺកន្លែងលក់ហើយអញ្ចឹងបងប្អូនធ្វើការជ្រើសរើសមើលហើយបងប្អូន select យកពាក្យថា sell បានន័យថាយើងត្រូវការលក់ណាយើងមិនមែនទិញទេគឺយើងលក់អញ្ចឹងបងប្អូន select យកពាក្យថា sell មកហើយចង់ចុចកន្លែង filter ដើម្បីធ្វើការចូលទៅ filter មើលករណីយើងខ្ជិលអស់មើលមួយណាអញ្ចឹងបងប្អូនមើលមកត្រង់កន្លែងពាក្យថា payment time limit យក select all មកបាទកន្លែងហ្នឹង select all មកហើយត្រង់កន្លែងពាក្យថា payment method យើងធ្វើការ select ឆែកឬមើលយកកុងធនាគារនៅស្រុកខ្មែរបងប្អូនចង់តាម ABA ឬក៏ AC តាមនឹងអញ្ចឹងខ្ញុំយកតាម ABA ណាអញ្ចឹងខ្ញុំ select យក ABA ហើយចុចពាក្យ confirm បន្តទៀតយើងអស់មកក្រោមទៀតយើងយកមើលពាក្យថា country ឬក៏ region បានន័យថាប្រទេសបាទប្រទេសយើងយកកម្ពុជាបន្តមកយើងចុច filter ហើយចុច confirm ប៉ុន្តែខ្ញុំមិនដឹងថាថ្ងៃហ្នឹងវាមានបញ្ហាអីទេយើង filter អត់ចេញទេបងប្អូនខ្ញុំសាកមើលពីម្ដងអញ្ចឹងយើងមិនបាច់ធ្វើវិធីហ្នឹងទេគឺយើងចូលទៅអស់មួយរងមុខតែម្ដងពីព្រោះប្រហែលជាវាមិនដើរកន្លែងហ្នឹងមានបញ្ហាអីអញ្ចឹងខ្ញុំបេកថយក្រោយចុចកន្លែង P2P ហើយចុចកន្លែង sell ហ្នឹងម្ដងទៀតហើយយើងអស់រមើលបាទអស់រមើលតើមានគណនីណាមួយដែលគេទិញ USDT ពីយើងណាអញ្ចឹងចំពោះការរមើលបងប្អូនរមើលផងតើអ្នកទិញនៅស្រុកខ្មែរអត់ងាយស្រួលសម្គាល់ទេបងប្អូនណាគឺយើងមើលការដាក់លក់របស់គេតាម address គឺធនាគារ AC លដាឬក៏ ABA ហ្នឹងហើយគឺយើងទិញលក់នៅក្នុងស្រុកខ្មែរបងប្អូនហើយយើងអស់រមើលបាទឈ្មោះគណនី Binance មួយណាដែលគេមានគ្រីសសញ្ញាគ្រីស verify ណា verify account ហើយបងប្អូនអញ្ចឹងហើយនៅខាងចុងបងប្អូនឃើញពាក្យក្រហមគឺ sell កន្លែងហ្នឹងអញ្ចឹងដល់ពេលយើងអស់ទៅឃើញគណនីណាមួយដែលយើងពេញចិត្តតម្លៃណាមួយដែលយើងពេញចិត្តយើងអាចចុចពាក្យ sell លើនឹងបានហើយមួយទៀតយើងធ្វើការចូលជ្រើសរើសយកមើល limit មកការទិញមកគេព្រោះបើសិនជានេះខ្ញុំលក់ហ្នឹងគឺលក់តែ$15ទេអញ្ចឹងបងប្អូនត្រូវតែមើល limit អ្នកដែលទិញចន្លោះពី$10ទៅ20 50អីចឹងណាបើយើងលក់ឧទាហរណ៍$10អញ្ចឹងបងប្អូនត្រូវតែមើលអ្នកដែលទិញចាប់ពីតម្លៃ$10ឡើងមកស្រាប់បងប្អូនចង់លក់ឲ្យគេតម្លៃ1000 2000គឺអត់បានទេពីព្រោះគេមាន limit កំណត់របស់គេចឹងឥឡូវខ្ញុំអូសរមើលតើមានអ្នកណាគេទិញចាប់ពីតម្លៃ$15ឬក៏$10ដែរឬអត់ពីព្រោះខ្ញុំតម្រូវការលក់របស់ខ្ញុំគឺ$10ជាងអញ្ចឹងយើងអូសរមើលសិនពីព្រោះនៅនេះមានច្រើនបងប្អូនពិនិត្យមើលទៅព្រោះយើងមិនចេះតែលក់បានទេយើងតតែមើល account Binance ដែលមានសញ្ញាគ្រីសណា verify ត្រឹមត្រូវហើយមានការ feedback ពីអ្នកទិញអីត្រឹមត្រូវឥឡូវខ្ញុំរកមើលឃើញខ្ញុំនឹងប្រាប់បងប្អូនពីរបៀបមើលណាខ្ញុំជួយជម្រាបបងប្អូនខ្លះគាត់ក៏បានដឹងហើយបងប្អូនខ្លះគាត់ក៏អត់ទាន់បានដឹងទេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះក៏ជាមេរៀនមួយសម្រាប់បងប្អូនដែរបើសិនបងប្អូនចេះហើយក៏អូសរំលងទៅមិនជាបញ្ហាអ្វីទេបាទឥឡូវយើងធ្វើការឆែកមើលទៅគឺខ្ញុំអត់ទាន់ឃើញមានគណនីណាមួយដែលអាចទិញទេឥឡូវខ្ញុំមើលមួយនេះបាទគណនីរបស់គាត់ឈ្មោះថា Wing MMO VIP ADM អញ្ចឹងយើងមើលទី1 account របស់គាត់គឺមានសញ្ញាគ្រីស verify ហើយបងប្អូនណាហើយយើងមើលគឺ verify ទាំង email ទាំងលេខទូរស័ព្ទបាទគឺមានទាំងអស់ទាំង address ណាអញ្ចឹងមកស្រាប់ករណីថាយើងពេញចិត្ត account អ្នកលាក់លក់មួយហ្នឹងយើងអាចលក់ឲ្យគាត់បានអញ្ចឹងយើងចុចលើពាក្យថា sell បាទបន្តមកទៀតបងប្អូនមើលត្រង់កន្លែងទឹកលុយខាងលើបាទកន្លែងលេខ0ហ្នឹងណាយើងត្រូវវាយចំនួនទឹកលុយដែលយើងចង់លក់ឲ្យគេមានប្រមាណអញ្ចឹងខ្ញុំមាន16.60ខ្ញុំលក់ទាំងអស់បាទខ្ញុំចុចកន្លែងពាក្យថា max នៅខាងស្ដាំ maximum មិនន័យថាច្រើនបំផុតដែលខ្ញុំមានគឺ16.60បន្តមកទៀតបងប្អូនមើលទៅព័ត៌មានធនាគារដែលយើងទទួលនឹងជាកុងរបស់យើង ABA បាទអញ្ចឹងបងប្អូនចង់ឲ្យគេបាញ់ចូល ABA គឺបងប្អូនរួមទៅការលក់ដូរនេះគឺកុងរបស់បងប្អូនត្រូវតែ set up ជាមួយនឹង Binance ហ្នឹងណារួចរាល់ហើយយើងចុចពាក្យថាខាងក្រោម place order ពាក្យក្រហមហើយនៅនេះដោយសារតែលុយរបស់ខ្ញុំក្នុង Binance វាមាននៅក្នុង spot អញ្ចឹងគេទាមទារយើងមាននៅក្នុង funding ណា funding account ប៉ុន្តែมันជាបញ្ហាទេយើងចុចលើពាក្យថា I acknowledge ទៅគឺវានឹង convert បានន័យថាវានឹង select auto ពី account មួយណាដែលយើងមានលុយអញ្ចឹងក្នុង Binance ខ្ញុំនៅក្នុង spot ប៉ុន្តែនេះគឺវាត្រូវ select ពី funding អញ្ចឹងយើងអាចចូលឆែកមើលកន្លែង message បាទយើងអាចឃើញគាត់ online យើងឆាតទៅគាត់ទៅបាទនេះខ្ញុំដាក់ថា please
send payment បាទគឺខ្ញុំផ្ញើសារទៅគាត់តែម្ដងព្រោះគាត់ online ណាអញ្ចឹងយើងបាន place order ទៅគាត់យើងឲ្យគាត់ផ្ញើលុយឲ្យយើងសិនអញ្ចឹងការដែលយើងលក់ USDT តោះតែយើងទទួលបានលុយសិនចាំយើងrelease កាក់នឹងយើងឲ្យគេណាបងប្អូនកុំតន់អាន release កាក់ឲ្យគេបើសិនជាយើងអត់តន់ទទួលបានកាក់ហ្នឹងណាទទួលបានលុយណាបងប្អូនអញ្ចឹងឥឡូវលឿនតែម្ដងបាទគឺខ្ញុំទទួលបានលុយហើយអញ្ចឹងខ្ញុំចូលទៅឆែកមើលក្នុងគណនីធនាគាររបស់ខ្ញុំក៏ឃើញលុយនឹងដែរអញ្ចឹងបងប្អូនត្រូវតែប្រុងប្រយ័ត្ននៅផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ឃើញលុយចូលគ្រប់ចំនួនហើយចាំយើង release កាក់នឹងឲ្យគេហើយយើងក៏មិនអាចថាទទួលបានកាក់ហើយមិនឲ្យលុយគេមិនសុំទោសទទួលបានលុយហើយមិនអាច transfer កាក់ឲ្យគេគាត់បានដែរហ្នឹងជាអំពើឆបោកគេណាអញ្ចឹងលុយទទួលបានយើងត្រូវតែ release កាក់ឲ្យគេអញ្ចឹងខ្ញុំចុចពាក្យថា release ហើយយើងយកពាក្យថា I have អាកដាលនេះគឺបានន័យថាយើងអត់ទទួលបានកាក់ទេអញ្ចឹងយើងទទួលបានយើងអាចចុចពាក្យនឹងបានយើងយកអាក្រោមបាទគឺ I have received payment បាទគឺយើងទទួលណាបងប្អូនអញ្ចឹងយើងចុច confirm ហើយ payment receive បាទចុច payment receive នឹងមកគឺកាក់របស់យើងនឹងវានឹង release ទៅគេអូតូតែម្ដងអញ្ចឹងបងប្អូនត្រូវតែ note ចំណុចនឹងទុកហើយនេះវាត្រូវការខ្ញុំវាយ security code របស់ខ្ញុំអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ security code ហើយវានឹងកាក់នេះវានឹង release ទៅតែម្ដងបាញ់ចេញពី Binance របស់ខ្ញុំបាទអញ្ចឹងកាក់របស់ខ្ញុំគឺបាន transfer ចេញមក USDT របស់ខ្ញុំគឺបានបាញ់ទៅឲ្យអ្នកដែលគេទិញហើយបាទអញ្ចឹងកាក់មួយនេះខ្ញុំទទួលបានលុយហើយគេក៏ទទួលបានកាក់ពីខ្ញុំអញ្ចឹងបើសិនជាបងប្អូនចង់និយាយថាចង់comment ចំពោះអ្នកលក់មួយនឹងយ៉ាងម៉េចអញ្ចឹងយើងអាចនេះដោយសារសេវាគាត់លឿនអញ្ចឹងខ្ញុំចុចពាក្យថា positive ហើយកន្លែងយើង leave comment បានថាយើងផ្ដល់យោបល់ឲ្យអ្នកលក់ដទៃទៀតគាត់បានដឹងណាអញ្ចឹងខ្ញុំដាក់ថាសេវាកម្មរបស់គាត់គឺលឿនហើយអាចទុកចិត្តបានអញ្ចឹងគឺវាអូខេរួចរាល់ហើយតែប៉ុណ្ណឹងហើយចំពោះការទិញដូររបស់យើងគឺបានចប់សពគ្រប់ប៉ុណ្ណឹងហើយបងប្អូនលុយក៏ខ្ញុំទទួលបានហើយកាក់គឺខ្ញុំបាន release ទៅគេហើយអញ្ចឹងគឺប្រតិបត្តិការមួយនេះគឺវាចប់សពគ្រប់ហើយអញ្ចឹងបងប្អូនអាចមើលវីដេអូនេះហើយបើសិនជាមានកន្លែងណាមិនយល់អាច comment នៅខាងក្រោមវីដេអូខ្ញុំបានខ្ញុំនឹងព្យាយាមធ្វើការបញ្យល់ឬក៏បកស្រាយជូនបងប្អូនវីដេអូមួយនេះសង្ឃឹមថាវានឹងជាប្រយោជន៍សម្រាប់បងប្អូនដែលអាចធ្វើការលក់កាក់ទៅឲ្យអ្នកផ្សេងអ្នកបងប្អូនមាន USDT ណាអញ្ចឹងដោយសារតែខ្ញុំមានតម្រូវការចាំបាច់ត្រូវការលុយប្រើប្រាស់អញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំលក់កាក់របស់ខ្ញុំនេះតែម្ដងបាទអញ្ចឹងកាក់នេះវាមិនបានច្រើនទេប្រហែលទេអញ្ចឹងរួចរាល់ហើយយើង back ថយមកក្រោយវិញមកឃើញថានៅក្នុង Binance របស់យើងគឺកាក់ហ្នឹងគឺ transfer ចេញអស់ហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលាបាយបាយ